បាទចំពោះចំណុចនេះក៏វាជាបញ្ហាប្រឈមមួយដែរសម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមជាពិសេសការបំពេញព័ត៌មានទាំងអស់នេះអញ្ចឹងចំណុចហ្នឹងវាមានពីរចំណុចទី1ប្រសិនបើសាលានោះឬក៏ស្ថាប័នណាមួយដែលគាត់ផ្ដល់នៅសេវាកម្មអប់រំតាមប្រព័ន្ធអនឡាញនេះបើសិនជាគាត់ជាសាលាជាក់លាក់សាលាច្បាស់លាស់បានជាសាលាពិតប្រាកដគឺយើងមិនមានហានិភ័យអីទេនៅក្នុងការបំពេញព័ត៌មានទាំងអស់នោះប៉ុន្តែទៀតសោតនៅក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាគឺយើងតែងតែមានក្រុមមនុស្សដែលមិនមានគោលបំណងល្អឬក៏ក្រុមជនល្មើសនោះគឺគាត់ព្យាយាមបង្កើតនៅ link คล้ายៗដែលយើងហៅថា phishing link នោះដើម្បីឲ្យអ្នកប្រើប្រាស់ហ្នឹងចុចទៅលើlink ហ្នឹងហើយបំពេញព័ត៌មានហើយបន្ទាប់មកគឺគាត់យកព័ត៌មានផ្ទាល់ខ្លួនរបស់យើងមានដូចជាថ្ងៃខែឆ្នាំកំណើតឈ្មោះភេទលេខទូរស័ព្ទឬក៏លេខកុងធនាគារអីហ្នឹងយកទៅប្រើប្រាស់នៅក្នុងគោលបំណងទុច្ចរិតដែលបង្កឲ្យមានបញ្ហាទៅដល់បុគ្គលនោះនៅពេលក្រោយដូច្នេះខ្ញុំនៅតែអំពាវនាវម្ដងហើយម្ដងទៀតក៏ដូចជាលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋឲ្យព្យាយាមយល់ដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យានេះឲ្យបានកាន់តែច្រើនព្យាយាមមើលទំព័រឬក៏ page ណាមួយដែលផ្ដល់នៅចំណេះដឹងពាក់ព័ន្ធទៅនឹង public awareness ឬក៏ការផ្សព្វផ្សាយអប់រំអំពីសុវត្ថិភាពក្នុងការប្រើប្រាស់បណ្ដាញសង្គមជាពិសេសក៏ដូចជាកម្មវិធីនេះដែលយើងជជែកគ្នាខ្ញុំគិតថាផ្ដល់ជាអត្ថប្រយោជន៍ក៏ដូចជាបច្ច័យជាច្រើនទៅដល់បងប្អូនអ្នកប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជាយើង